បងប្អូនដែលឃើញRefor ដាក់ពណ៌570ទេបាទខ្មៅ7ពណ៌បាទអញ្ចឹងពណ៌ដើមរបស់វានេះគឺជាពណ៌ខ្មៅទេខ្មៅសុទ្ធតែម្ដងបាទនេះបងប្អូនខ្ញុំឲ្យទាយថាព្រុស013នេះធ្វើអីគេបាទឡាននេះយើងបាញ់បាទបាញ់ទាំងមូលបាញ់ហើយគឺបិទស្កុតអញ្ចឹងថ្ងៃនេះយើងត្រៀមនឹងបញ្ចេញការងារជាច្រើនបាទសិតតឡានធ្វើឆ្នាំទាំងអស់បាទបងប្អូនចាំមើលនៅពេលដែលចេញគឺចេញច្រើនគ្រឿងបាទអញ្ចឹងនៅក្នុងអំឡុងពេលនេះគឺយើងខាត់បៀកឡើងតំណប់រួចរាល់ហើយបាទកំពុងតែឡើងពណ៌ម្ដងមួយគ្រឿងបាទតិចទៀតភ្ញៀវបានឡានស៊ីចូលឆ្នាំហើយបាទសម្រាប់ឡានពណ៌នេះគឺពណ៌ប្រភេទទេបាទដូរទៅជាកម្មៃគុយខ្យងវិញបាទត្រៀមនឹងឡើងពណ៌ហើយបាទនេះបងប្អូនមើលនេះបងប្អូនដែលឃើញRefor ដាក់ពណ៌570ទេបាទនេះបងប្អូននេះមិនខ្មៅសុទ្ធទេណាបាទខ្មៅ7ពណ៌បាទអញ្ចឹងពណ៌ដើមរបស់វានេះគឺជាពណ៌ខ្មៅទេខ្មៅសុទ្ធតែម្ដងបាទអញ្ចឹងគឺខ្ញុំឲ្យជំរឿភ្ញៀវបាទសួរគាត់ថាចង់ដូរពណ៌អត់ចង់បានពណ៌បែបស្អាតពណ៌បែប570ឬក៏ពណ៌បែបឡានថ្លៃបាទចង់ដូរពណ៌ដូរបានបាទដោយសារតែឡាននេះខ្មៅស្រាប់បាទអញ្ចឹងអត់ពិបាកនៅក្នុងការដូរពណ៌ទេបាទអញ្ចឹងយើងដាក់ខ្មៅដដែលក៏ប៉ុន្តែយើងដាក់ខ្មៅបែបពណ៌570បាទចេញជា7ពណ៌បាទគឺកម្ៃបាទអញ្ចឹងនៅក្នុងប្រហែលថ្ងៃនេះគឺយើងត្រៀមនឹងចេញហើយបាទចេញច្រើនគ្រឿងមែនតើអញ្ចឹងកំពុងតែបុកការងារបាទពួកនេះក៏ដូចគ្នា70សេរីបាទយើងកំពុងតែឡើងតំណប់ថ្ងៃនេះយើងបាញ់ពណ៌រួចរាល់បាទអានេះបាញ់ទ្វាបាញ់អីយើងបាញ់ហើយហីបាទអញ្ចឹងពណ៌នេះគឺជាពណ៌ប្រភេទដូចគ្នាបាទឲ្យតែមកបាញ់ឆ្នាំនៅកន្លែងខ្ញុំគឺខ្ញុំតែងតែឲ្យយោបល់បាទបើសិនជាចង់បានពណ៌ដើមឬក៏ចង់បានពណ៌អីបែបផ្លាស់ប្ដូរបាទផ្លាស់ប្ដូរអារម្មណ៍បាទខ្ញុំអាចដាក់ឲ្យបានបាទអត់បញ្ហាឲ្យតែភ្ញៀវស្រឡាញ់បាទនេះកម្មៃគុយខ្យងបាទអញ្ចឹងឡាននេះអត់យូរទេថ្ងៃនេះហើយហីអញ្ចឹងស្អែកគឺចាប់គ្រឿងចូលម្ចាស់ឡានអាចយកទៅបានហើយបាទដោយសារតែគាត់ត្រូវការរៀបម៉ាស៊ីនរៀបអីថែមទៀតបាទអញ្ចឹងឡាននេះនៅពេលដែលធ្វើហើយបាទបែកភ្នែកនេះសំខាន់ឡើងមុខទៀតបាទឡើងមុខបាទនៅចំណុចខាងនេះគឺយើងជន់ចទាសបាទជន់ចទាសឡើងដើម្បីឡើងសេរីអញ្ចឹងអត់មានអីទេគ្រាន់តែចង់បង្ហាញបងប្អូនតែប៉ុណ្្នឹងបាទក៏ប៉ុន្តែនៅវីដេអូក្រោយៗខ្ញុំនឹងបង្ហាញបងប្អូនពីឡានមួយគ្រឿងពីពេលធ្វើនិងពេលចូលនិងពេលចេញខ្ញុំព្យាយាមធ្វើវីដេអូច្បាស់ឲ្យបងប្អូនបានមើលឃើញពីទឹកថ្នាំដែលយើងធ្វើរួចនិងក្រោយពេលធ្វើបាទអញ្ចឹងគឺអត់មានអីទេបាទអរគុណច្រើន